សេវារហ័សឬ Express Service ទៅលើផ្នែកសុរិយោដីអ្វីទៅជាសេវារហ័សឬ Express Service ទៅលើផ្នែកសុរិយោដីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសប្តាហ៍ថ្ងៃដោយដែលយើងបានដឹងហើយថាពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋគឺនៅតែជាប្រធានបទដែលគ្រប់គ្នាកំពុងតែតាមដានអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់ពីដំណឹងល្អដែលចេញពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដោយក្រសួងបានចាប់ផ្ដើមអនុវត្តសេវារហ័សឬ Express Service ទៅលើផ្នែកសុរិយោដីទាំងមូលហើយអញ្ចឹងមុននឹងខ្ញុំជម្រាបបងប្អូនអំពីសេវារហ័សឬ Express Service របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់យើងត្រូវមកស្គាល់អំពីសេវាសុរិយោដីជាមុនសិនដែលមានដូចជាសេវាពង្រីកបង្រួមឬបំបែកក្បាលដីសេវាអំណោយផ្ដាច់ឬលក់ផ្ដាច់សេវាបំបែកក្បាលដីដោយមិនផ្ទេរសិទ្ធិសេវាបំបែកចំណាយអគារសហកម្មសិទ្ធិសេវាបំបែកកម្មសិទ្ធិទ្រព្យអវិភាគសេវាចុះលេខដោយស្វ័យប្រវត្តិសេវាដាក់ឬស្រ័យបន្ទុកសេវាហ៊ីប៉ូតែកឬបញ្ចាំលាក់និងលាក់និយាយឲ្យរួមគឺតាក់ទងទៅនឹងផ្នែកសេវាសុរិយោដីទាំងមូលតែម្ដងតោះអញ្ចឹងយើងមកយល់អំពីសេវារហ័សឬ Express Service ផ្នែកសុរិយោដីវិញម្ដងថាអាចជួយសម្រួលអ្វីបានខ្លះនីតិវិធីសេវារហ័សឬ Express Service ទៅលើផ្នែកសុរិយោដីនេះគឺធ្វើឡើងដើម្បីសម្រួលពន្លឿននិងដោះស្រាយឯកសារកក់ស្ទះនានាដែលតាក់ទងទៅនឹងបញ្ហាដីធ្លីឲ្យរឹតតែមានភាពងាយស្រួលលឿននិងមានប្រសិទ្ធភាពខ្ពស់សេវារហ័សឬ Express Service ទៅលើផ្នែកសុរិយោដីនេះគឺកំពុងតែដាក់ដំណើរការជាសាធារណៈក្រោមគោលការណ៍ដឹកនាំរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់អញ្ចឹងបានន័យថាពុកម៉ែបងប្អូនគឺរឹតតែមានភាពងាយស្រួលដោយអាចទំនាក់ទំនងមកតាមច្រកចេញចូលតែមួយនៅទីស្តីការរបស់ក្រសួងផ្ទាល់កុំភ្លេចណាចែករំលែកព័ត៌មាននេះទៅកាន់ពុកម៉ែបងប្អូនរបស់យើងដែលកំពុងតែមានតម្រូវការក៏ដូចជាកំពុងតែមានចម្ងល់ទាក់ទងទៅនឹងបញ្ហាសុរិយោដីដើម្បីស្វែងយល់អំពីព័ត៌មានលម្អិតបន្ថែមលោកអ្នកអាចតាមដានគេហទំព័ររបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់អរគុណជម្រាបលា